សម្លប្រហើរទំពាំងត្រីពោអ្នកណាខ្លះដែលមិនទាន់ចេះស្លអាចមកមើលវីដេអូនេះបានណាចំពោះគ្រឿងផ្សំយើងមានត្រីពោសាច់ជ្រូកចិញ្ច្រាំជាមួយនឹងម្ទេសហើយចំពោះត្រីបងប្អូនចង់ដាក់ត្រីឆ្លាំងក៏បានត្រីអណ្ដែងក៏បានដែរណាបងប្អូនប៉ុន្តែនាងខ្ញុំចូលចិត្តស្លដាក់ត្រីពោព្រោះអីត្រីពោពេលស្លទៅមានរសជាតិឆ្ងាញ់ប្លែកម្យ៉ាងដែរចំពោះផ្នែកស្លឹកបងប្អូនចង់ដាក់ស្លឹកអ្វីក៏បានដែរប៉ុន្តែសម្រាប់មុខម្ហូបមួយនេះគឺស្លឹកងប់គឺជាស្លឹកដែលចាំបាច់បំផុតពេលយើងស្លជាមួយទំពាំងទៅគឺបង្កើនរសជាតិសម្លយើងឲ្យកាន់តែឆ្ងាញ់ហើយសម្រាប់បន្លែដែលចាំបាច់បំផុតនោះគឺទំពាំងហើយសម្រាប់ទំពាំងគឺយើងចិតយកតែខ្ចីដើម្បីនឹងយកមកស្លទេហើយចំពោះបន្លែទំពាំងបើយើងមិនចង់ឲ្យហាងទេបងប្អូនដាក់អង្ករយើងមួយក្តាប់ទៅជាមួយនឹងអំបិលមួយស្លាបព្រាបាយទៅហើយធ្វើការច្របាច់ត្រពាំងឲ្យយើងនឹងឲ្យរាងទូកសាច់ជាមួយអំបិលនិងអង្កររបស់យើងពេលយើងច្របាច់ទំពាំងរួចហើយបងប្អូនយកត្រពាំងនោះទៅលាងសម្អាតជាមួយទឹកឲ្យបានស្អាតលាងឲ្យបានច្រើនទឹកទៅដើម្បីឲ្យស្អាតជាតិអំបិលហើយនិងជាតិហាងរបស់ទំពាំងផងដែរកុំឲ្យពេលយើងយកទៅស្លទៅមានជាតិហាងគឺសម្លរបស់យើងក៏អត់ឆ្ងាញ់ដែរចំពោះសម្លេងនាងខ្ញុំថ្ងៃនេះបងប្អូនកុំប្រកាន់អីនាងខ្ញុំបញ្ចូលសម្លេងទាំងផ្ដាសាយអញ្ចឹងរៀងកងួរពិបាកស្ដាប់តិចហើយណាបងប្អូនបន្ទាប់មកទៀតបងប្អូនដាំទឹកឲ្យពុះហើយធ្វើការបង់ប្រហុកចូលជាមួយនឹងម្ទេសរបស់យើងពេលទឹកពុះហើយបងប្អូនបង់នៅបន្លែត្រពាំងរបស់យើងនិងរំងាស់ឲ្យបានពុះល្អបន្ទាប់មកបងប្អូនធ្វើការដួសនៅពពុះចេញពេលយើងដួសពពុះចេញហើយបងប្អូនចាប់ផ្ដើមបង់នៅសាច់ជ្រូកចិញ្ច្រាំរបស់យើងចូលសម្លនេះបើយើងស្លាយសាច់ជ្រូកតិចៗគឺឆ្ងាញ់បន្ទាប់មកបងប្អូនបង់នៅត្រីរបស់យើងចូលពេលសម្លយើងចាប់ផ្ដើមពុះម្ដងទៀតហើយបងប្អូនបង់នៅគ្រឿងផ្សំរបស់យើងមានទឹកត្រីស្ករអំបិលប៊ីចេងហើយចំពោះបរិមាណបងប្អូនអាចដាក់តាមបងប្អូនចូលចិត្តហើយសម្លមួយមុខនេះបើសិនជាបងប្អូនមានខ្ទិះដូងដាក់បន្តិចទៀតគឺសម្លយើងរឹតតែឆ្ងាញ់តែនាងខ្ញុំអត់បានទិញមកអញ្ចឹងនាងខ្ញុំអត់បានដាក់ទេតែបងប្អូនមានបងប្អូនអាចដាក់បានចំពោះខ្ទិះដូងហើយជាចុងក្រោយគឺយើងបង់នៅត្រួយស្លឹកបន្លែរបស់យើងចូលហើយកុំរំងាស់ឲ្យផុយពេកចំពោះស្លឹកបន្លែយើងដាក់ឲ្យត្រឹមតែមួយស្រូបគ្រាប់បានហើយចាចំពោះវីដេអូស្លប្រហើរទំពាំងរបស់យើងនេះគឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងក៏អរគុណដល់បងប្អូនដែលបានទស្សនានៅវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងសូមអរគុណម្ដងទៀតនិងជម្រាបលា